បាទសូមក្រុមសូមជម្រាបសួរតារាជាជនរបស់សកម្មជនចាំថ្ងៃនេះមកបន្តបង្ហាញជូនបងទៀតហើយប្រភេទសាឡុងតែប្រភេទសាឡុងនេះភ្ញៀវគាត់កំងប្រភេទលាកគេហៅឡាយពណ៌តែមានពណ៌គេហៅថាពណ៌ដោះគោហើយនឹងពណ៌ត្នោតតែប្រភេទសាឡុងនេះយើងប្រើប្រាស់ប្រភេទកណាត់គេហៅកណាត់រោមឈាមបងអាចមើលបានបាទហើយដោយសារភ្ញៀវគាត់តម្រូវឲ្យគេហៅថាខុសប្លែកពីសាឡុងរដងដែរគាត់ចង់ make ពណ៌ឲ្យវាពណ៌ខុសគ្នាថែមទៀតប្រភេទសាឡុងនេះបងអាចមើលបានតម្រង់របស់វានេះគឺម៉ូដថ្មីមិនដែលមានពីមុនមកដែរហើយប្រភេទនេះຂະຫນាត 2.20 m ຂະຫນាត 2.20 m ហើយទុនស្រួលអង្គុយមែនទែនបាទហើយបើសិនជាបងដែលគាត់ចង់បានប្រភេទសាឡុងមិនថាសាឡុងម៉ូដបែបណាទេអាចកំងបានជាមួយនឹងសាច់កណាត់យើងអាចជ្រើសរើសបានទៀតប្រភេទសាច់កណាត់យើងមានច្រើនប្រភេទដូចបងបានមើលអញ្ចឹងនេះគេហៅប្រភេទកណាត់រោមឈាមតែកណាត់រោមឈាមនេះយើងមានច្រើនពណ៌ឲ្យបងជ្រើសរើសថែមទៀតបើសិនជាបងមិនពេញចិត្តពណ៌នេះទេបងអាចជ្រើសរើសពណ៌ផ្សេងក៏បានដែរប្រភេទសាឡុងរោមឈាមនេះគឺពេញនិយមច្រើនឥឡូវគឺពេញនិយមច្រើនមែនទែនចំពោះបងដែលគាត់ដាក់នៅខុនដូគាត់ដាក់នៅផ្ទះមានន័យថាបន្ទប់ទទួលភ្ញៀវក៏គាត់អាចជ្រើសរើសសាឡុងបែបនេះឬក៏ម៉ូដផ្សេងពីហ្នឹងក៏បានដែរអញ្ចឹងបងមានតម្រូវការប្រភេទសាឡុងមិនថាសាឡុងដាក់សន្តាគារផ្ទះឬក៏បងមានតម្រូវការដាក់នៅទីតាំងណាមួយអាចកំងបានពីខាងយើងខ្ញុំតម្លៃវិញគឺសមរម្យមែនទែនចំពោះបងដែលជ្រើសរើសប្រភេទសាឡុងចង់បានគុណភាពចង់បាននឹងតម្លៃពិសេសអាចទំនាក់ទំនងមកសិប្បកម្មខ្លួនច័ន្ទបានតាមរយៈ Facebook Page តាក់ទងតាមរយៈលេខទូរស័ព្ទឬក៏មកដល់ទីតាំងក៏បានដែរអរគុណច្រើនជម្រាបលា